មានជំងឺទឹកនោមផ្អែមព្យាបាលជំងឺសេមាន់បានអត់ចាដូចក្នុងករណីបងសេគាត់សួរថាប្តីគាត់គឺមានដោះសាច់សេមាន់ច្រើនណាស់ខ្ញុំអត់ដឹងថាច្រើនក្នុងកម្រិតណាទេចាហើយគាត់សួរទៀតថាតើប្តីគាត់នឹងអាចព្យាបាលជំងឺសេមាន់ជាអត់ព្រោះអីក្នុងករណីនេះប្តីគាត់គឺមានជំងឺទឹកនោមផ្អែមចាឡើងជាស្ករខ្ពស់អញ្ចឹងគាត់ខ្លាចថានៅពេលដុតទៅជំងឺសេមាន់ហ្នឹងវាទៅជារីកវាទៅជាដំបៅធំព្យាបាលអត់ជាអញ្ចឹងទៅព្រោះបងប្អូនទាំងអស់គ្នាប្រហែលជាដឹងហើយជំងឺទឹកនោមផ្អែមចាគេការពារកុំឲ្យមានរបួសស្នាមព្រោះអីពិបាកក្នុងការព្យាបាលនៅពេលដែលអ្នកជំងឺគាត់មានដំបៅអញ្ចឹងដូចថាក្បាលនឹងវាងាយសះអញ្ចឹងណាអូខេអញ្ចឹងខ្ញុំឆ្លើយសំណួរជូនបងស្រីចាតកតងនឹងករណីជំងឺសាច់សេមាន់ទោះបីមានជំងឺទឹកនោមផ្អែមជំងឺលើសឈាមឬក៏ជំងឺអីក៏ដោយជាទូទៅករណីដែលមានគឺត្រូវតែព្យាបាលចាដូចក្នុងករណីបងប្រុសដែលគ្រួសារបងហ្នឹងចាគាត់មានជំងឺទឹកនោមផ្អែមគឺហត់តែព្យាបាលជាភូបរោះទឹកនោមផ្អែមក៏ប្រឈមមុខនឹងមហារីកជាជាងបុរសធម្មតាប៉ុន្តែយើងត្រូវគ្រប់គ្រងជាតិស្ករគាត់ចាអញ្ចឹងយើងត្រូវដឹងដែរថាជាតិស្ករគាត់ក្នុងកម្រិតណាបើក្នុងករណីជាតិស្ករគាត់ទាបយើងអាចព្យាបាលបានគឺយើងនឹងព្យាបាលជូនអញ្ចឹងណាសំខាន់ជាតិស្កររបស់គាត់តែគាត់បានញ៉ាំថ្នាំព្យាបាលទឹកនោមផ្អែមឲ្យជាតិស្ករវាចុះទៅក្នុងកម្រិតមួយអត់តែបើសិនក្នុងករណីគាត់ត្រូវចាក់អាំងស៊ូលីនឬក៏ក្នុងករណីជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរអាហ្នឹងយើងមើលតាមសភាពជាក់ស្ដែងថាត្រូវព្យាបាលឬអត់ឬក៏យើងមើលតាមការរាលដាលនៃជំងឺសេមាន់របស់គាត់នឹងដែរចាអញ្ចឹងមែនតើទៅខ្ញុំមិនដឹងថាតើបងប្រុសគាត់កើតរយៈពេលប្រហែលខែប្រហែលឆ្នាំហើយដែរទេចាមែនតើទៅបើសិនក្នុងករណីគាត់ជំងឺទឹកនោមផ្អែមមែនតែបើគាត់គ្រប់គ្រងជំងឺទឹកនោមនឹងផ្អែមបានចាក្នុងកម្រិតមួយស្រាលឬក៏ហើយស្របពេលគាត់ដោះសាច់សេមាន់បន្តិចខ្ញុំជឿថាគាត់អាចព្យាបាលបានគាត់ថាគាត់ត្រូវការយល់ដឹងពីជំងឺហ្នឹងថែទាំមិនកុំឲ្យវាងាយដោះឡើងវិញអាហ្នឹងគ្រូពេទ្យគាត់នឹងប្រាប់ណែនាំជូនបងប្អូនទាំងអស់គ្នាដែលគាត់មានករណីពិសេសបែបហ្នឹងចាអញ្ចឹងអ្វីដែលក្នុងករណីបងអាចឆាតមកប្រឹក្សាជាមួយខ្ញុំសិនបានថាខ្ញុំគួរតែជួយបងដោយរបៀបណាចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចាទាំងបរិសុទ្ធទាំងស្ត្រីគួរតែស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺសេមាន់ព្រោះវ៉ាក់សាំងនេះយើងអាចចាក់ការពារបានទាំងសេមាន់បានទាំង HPV មហារីកផងដែរចាហើយថែទាំនៅតំបន់បរិវេណដាំតពូជបានល្អទាំងបរិសុទ្ធទាំងស្ត្រីអាចប្រើជាផលិតផលអីសម្រាប់ថែទាំជាប្រចាំទៅជៀសវាងការដែលទ្វារមាសយើងខ្សោយប្រដាំតពូជរបស់យើងខ្សោយវាងាយឆ្លងជំងឺផ្សេងចាសំខាន់ថែទាំសុខភាពរាងកាយបានល្អចាចង់ជៀសផុតពីជំងឺកាមរោគត្រូវស្មោះមួយនឹងមួយចាអរគុណ